វល់មួយថ្ងៃទៀតបាត់ហើយបងប្អូនអើយមួយផ្លេតយប់មួយផ្លេតព្រឹកនៅនឹងឯងងាកមួយខែងាកមួយឆ្នាំលឿនមែនទែនពេលវេលាអត់ចាំយើងទេមានតែយើងតើប្រហែលទុកពេលវេលាចោលរឿងខ្លះត្រូវធ្វើឲ្យហើយទៅបងប្អូនបើសិនតែចាំថ្ងៃនេះថ្ងៃនោះចាំឆ្នាំមុខឆ្នាំក្រោយខ្លះណាធ្វើឲ្យយើងស្ដាយក្រោយបានហើយយើងក្រទទួលបានសមិទ្ធផលទៀតបើសិនណារឿងខ្លះយើងត្រូវធ្វើយើងធ្វើឲ្យហើយលះទទួលបានសមិទ្ធផលហើយក៏មិនអាចធ្វើឲ្យយើងមានពាក្យថាស្ដាយក្រោយដែរពេលវេលាគឺដើរទៅមុខរហូតអត់អាចដើរថយក្រោយបានទេរឿងដែលយើងគិតថាអូចាំថ្ងៃនេះចាំថ្ងៃនោះចាំធ្វើវាអាចធ្វើឲ្យយើងហួសពេលវាអាចធ្វើឲ្យយើងមិនបានធ្វើហើយជាពិសេសវាធ្វើឲ្យយើងស្ដាយក្រោយពាក្យថាស្ដាយក្រោយគឺមិនអាចត្រឡប់មកវិញបានទេបងប្អូនគឺវាដកដាមនៅជាប់នៅក្នុងចិត្តរបស់យើងអត់អាចបំភ្លេចវាបានទេជាពិសេសគឺរឿងអ្នកមានគុណឪពុកម្ដាយរបស់យើងចង់ធ្វើបុណ្យធ្វើល្អជាមួយគាត់គឺយើងត្រូវធ្វើឲ្យហើយកុំចាំដល់ថ្ងៃបុណ្យទានថ្ងៃចូលឆ្នាំឬថ្ងៃភ្ជុំអីពេលវេលាណាក៏យើងអាចធ្វើល្អធ្វើបុណ្យធ្វើទានជាមួយគាត់បានដែរដូច្នេះហើយយើងរត់រះធ្វើឲ្យហើយដើម្បីកុំឲ្យមានពាក្យថាស្ដាយក្រោយនៅថ្ងៃមុខទៀតហើយអញ្ចឹងអត់រៀបរាប់វែងឆ្ងាយទៀតទេបងប្អូនក៏ប្រកាសជាមិនចំណាយពេលវេលាចោលបងប្អូនប្រកាសជាដឹងហើយថាត្រូវធ្វើអ្វីតួនាទីយើងត្រូវធ្វើអីបងប្អូនប្រកាសជាធ្វើហើយបងប្អូនមិនទុកពេលវេលាចោលឲ្យហួសពេលទេឥឡូវងាកមកមើលមុខម្ហូបរបស់យើងវិញឯនេះដោយសារតែអូស Facebook មកឃើញបងប្អូនយើងគាត់ធ្វើមុខម្ហូបមួយមុខនេះហ៎បងប្អូនគឺថាសាច់គោជំនួយជាមួយតកួននេះចឹងហើយក៏ចង់សាកមើលម្ដងថាឆ្ងាញ់ប៉ុណ្ណាទៅហើយរសជាតិមិនដែរចឹងហើយក៏ខ្ញុំទិញតកួនមកពីផ្សារអត់បានបេះខ្លួនឯងទេទិញតកួនមកពីផ្សារហ្នឹង3ដុំហើយមានសាច់គោខ្លួនឯងហ្នឹងមួយដុំសាច់កន្លែងផុយបងប្អូនសាច់ហ្នឹងវាមានតែសៃកដាលប៉ុន្តែតែសៃហ្នឹងនៅពេលដែលឆ្អិនទៅវាទន់ឆ្ងាញ់បងប្អូនហើយក៏មានពងទាអីមួយគ្រាប់ពីរគ្រាប់ចឹងទៅហើយបុកជាមួយនឹងទឹកត្រីជូរហឹលរបស់យើងហ្នឹងអត់មានធ្វើទឹកត្រីអីប្លែកទេហើយមានប៊ឺមានអីចឹងទៅហាន់សាច់ជាចំណិតស្ដើងចឹងទៅហើយក៏មានប្រឡាក់ជាមួយរ៉ូឌីបន្តិចប្រេងខ្យងបន្តិចរបស់ខ្មែរយើងហ្នឹងបងប្អូនចឹងយើងនៅតែគាំទ្រផលិតផលខ្មែរយើងព្យាយាមធ្វើម៉េចជួយទិញហើយនឹងប្រើប្រាស់របស់ខ្មែរយើងដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចខ្មែរយើងបងប្អូនហើយបន្ទាប់ពីរៀបចំហាន់សាច់ប្រឡាក់អីហើយក៏ចាប់ផ្ដើមបើកភ្លើងដាក់ខ្ទះយើងហើយដាក់ប៊ឺបងប្អូនដាក់ប៊ឺទៅមិនខុសអីពីគោឡើងភ្នំទេដូចតែគោឡើងភ្នំដែរប៉ុន្តែគ្រាន់តែថាយើងអត់ប្រើបន្លែអីច្រើនទេគឺប្រើតែតកួនមួយមុខហើយតកួនហ្នឹងយើងជ្រៀកជាតសៃតូចតិចទៅដើម្បីឲ្យវាលះទន់ល្អតបមកក៏ផ្ទះយើងក្តៅដាក់ប៊ឺដាក់អីឲ្យរៀងច្រើនតិចទៅដាក់តកួនទ្រាប់ពីក្រោមអញ្ចឹងទៅហើយក៏ដាក់សាច់យើងពីលើតកួនហ្នឹងហើយយើងប្រែចុះប្រែឡើងតាមដែលយើងត្រូវការចង់ឆ្អិនខ្លាំងឬក៏ឆ្អិនល្មមអីចឹងណាបងប្អូនហើយសាច់ខ្ញុំនេះគឺថាផុយល្អមែនទែនហើយយើងប្រឡាក់ជាមួយគ្រឿងតិចទៀតគឺមានសាច់មានជាតិនៅក្នុងនឹងតែម្ដងហើយនេះទឹកត្រីរបស់ខ្ញុំគឺទឹកត្រីជូរហឹរផ្អែមណាហើយយើងស្រូបទឹកត្រីពីលើនឹងតិចទៀតដើម្បីឲ្យសាច់របស់យើងនឹងមានជាតិហើយយើងចង់ជ្រលក់ជាមួយទឹកត្រីទៀតក៏បានយើងមិនចង់ជ្រលក់ក៏បានដែរហើយនៅក្នុងផ្ទះហ្នឹងក៏ខ្ញុំគោះពងទាមួយគ្រាប់ដាក់ក្នុងហ្នឹងទៅក្រែងលោកកូនក្មេងក៏ចង់ញ៉ាំអីគឺអាចយកញ៉ាំបានហើយយើងប្រែសាច់របស់យើងត្រឡប់ឡើងចឹងទៅហើយតកួនហ្នឹងត្រូវគ្នាជាមួយប៊ឺហ្នឹងទៀតនិយាយទៅឡើងទុនល្មើជាមួយតកួនហើយសាច់របស់យើងវិញគឺថាខ្ទិះឆ្ងាញ់ណាបងប្អូនហើយសាច់កន្លែងហ្នឹងគឺវាមានតសៃកដាលហើយតសៃហ្នឹងពេលឆ្អិនទៅអត់ស្វិតទេបងប្អូនតសៃទុនណាហើយឆ្ងាញ់មែនទែនឃើញតែបងប្អូនយើងក៏ធ្វើហូបនៅក្នុង Facebook អញ្ចឹងហើយចង់សាកមើលមិនដែរមានអីបងប្អូនគឺថាឆ្ងាញ់ហើយមេឃមួយថ្ងៃនេះរឿងត្រជាក់អញ្ចឹងយើងហូបជាមួយនឹងគោឡើងភ្នំឬក៏គោតកួននេះអីគឺថាត្រូវតែម្ដងណាក្តៅអញ្ចឹងណាបងប្អូនហើយជាមួយទឹកជ្រលក់យើងហឹលតិចទៅមានអីបងប្អូនហើយជុំគ្នាមកគ្នា3 4នាក់អីមកញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានដែរមុខម្ហូបនេះប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំជាមួយបាយ
nhom mà sơ chế nhằm hộp lên để bong bồn và sân nhằm hộp lên nhận miền bái có ọt ngàn đài chẳng hay cứ nhằm mũi bài bàn tay cả lại ní cứ tha nhằm ỏi bong bồn mơ sân nó ហើយចាំលើកទៅក្នុងជុំគ្នាហើយសាច់ថ្ងៃនេះគឺថាចិត្ត1គីឡូហើយតកួនវិញគឺខ្ញុំប្រើ3ដុំបងប្អូនតកួនស្រែរបស់យើងលាយជាមួយនឹងតកួនស3ដុំហ្នឹងគឺអស់ 1500 ទេហើយយើងបុកទឹកជ្រលក់បុកអីចឹងមកហើយនេះបងប្អូនអើយតំណងយ៉ាងណាពេលដែលជ្រលក់ជាមួយទឹកជ្រលក់របស់យើងណាឆ្ងាញ់មែនទែនបងប្អូនកុំភ្លេចសាកធ្វើញ៉ាំងាយងាយស្រួលដោយតកោឡើងភ្នំយើងនឹងឯងមិនខុសអីពីគោឡើងភ្នំទេគ្រាន់តែគោឡើងភ្នំយើងប្រើជាមួយនឹងបន្លែច្រើនមុខមានស្ពៃបូកគោមានផ្សិតមានខ្ទឹមរាំងខ្ទឹមអីចឹងទៅប៉ុន្តែគោកិច្ចតកួននេះគឺមានតែតកួនមួយមុខទេហើយខ្ញុំឃើញពោតប្រាំងល្អក៏ឆ្លៀតទិញយកមកដាក់ថែម 4-5 គ្រាប់ទៀតអូយឆ្ងាញ់ណាស់បងប្អូន